ចំណេះដឹងតាក់ទងនឹងប្រាសាទរបស់ខ្មែរដើម្បីឲ្យកូនខ្មែរបានយល់ដឹងអំពីប្រាសាទនានាដែលស្ថិតក្នុងប្រទេសកម្ពុជាប្រាសាទបន្ទាយស្រី 1. ទីតាំងភូមិសាស្ត្រប្រាសាទបន្ទាយស្រីស្ថិតនៅក្នុងភូមិបន្ទាយស្រីឃុំបន្ទាយស្រីស្រុកបន្ទាយស្រីខេត្តសៀមរាបដែលចម្ងាយប្រមាណ39គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាបឃ្លាតពីស្រះស្រង់27គីឡូម៉ែត្រនិងមានចម្ងាយ32គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅភ្នំគូលែនប្រាសាទបន្ទាយស្រីគឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅខេត្តសៀមរាបអង្គរដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោកដែរដែលបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ជាច្រើនក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គប្រាសាទអង្គរវត្តនិងប្រាសាទដទៃទៀតនៅក្នុងទឹកដីនៃខេត្តសៀមរាបតែងតែឆ្លៀតចំណាយពេលធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយពីទីរួមខេត្ត 2. ប្រវត្តិប្រាសាទបន្ទាយស្រីមានឈ្មោះល្បីព្រោះវាត្រូវបានសាងសង់ឡើងពីថ្មផ្កាឈូកជាមួយនឹងក្បាច់ចម្លាក់យ៉ាងល្អិតឆ្មាររស់រវើកជាងគេដោយមានតួប្រាង្គ3ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូកនិងឥដ្ឋរាង4ជ្រុងទ្រវែងហើយមានគូទឹកព័ទ្ធជុំវិញប្រាង្គទាំង3នៃប្រាសាទសង់បែរមុខទៅទិសខាងកើតហើយប្រាង្គកណ្ដាលមានតម្កល់លិង្គព្រះសូរខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនានិងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថាអសូបុរៈប្រែថាបុរីនៃអសូរប៉ុន្តែសម័យក្រោយមកទៀតគេហៅថាប្រាសាទបន្ទាយស្រីទៅវិញដោយសារតែរាងតូចច្រឡឹងនិងក្បូរក្បាច់រចនាដ៏ស្រស់ស្អាតនិងរស់រវើកនៅលើផ្ទាំងថ្មពណ៌ផ្កាឈូកមិនត្រឹមតែប៉ុណ្ណោះប្រាសាទនេះបានទទួលការកោតសរសើរពីភ្ញៀវទេសចរសឹងគ្រប់រូបថាពិតជាស្រស់ស្អាតទោះបីមានបរិវេណតូចចង្អៀតបន្តិចមែនតែទ្រង់ទ្រាយប្រាសាទលម្អិតទៅដោយចម្លាក់ផ្កាភ្ញីនៃរឿងរ៉ាវដែលតាក់ទងទៅនឹងលទ្ធិទេវរាជរឿងរាមកេរ្តិ៍អខេមមិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយសុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅនឹងប្រាសាទដទៃតាមឯកសារប្រវត្តិសាស្ត្រអាណាចក្រខ្មែរបានកត់ត្រាថាប្រាសាទបន្ទាយស្រីបានកសាងឡើងក្នុងគ្រិស្តសករាជ967ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី2គឺមុនការកសាងប្រាសាទអង្គរវត្តនិងអង្គរធំដោយព្រហ្មម្នាក់ឈ្មោះយជ្ញរាហៈដែលជាព្រះគូរបស់ព្រះបាទជ័យវរ្ម័នទី5ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាប្រាសាទបន្ទាយស្រីធ្វើពីថ្មភក់ពណ៌ស៊ីជម្ពូនិងរំលេចដោយទេពអប្សរាចំនួន1500ហើយអ្នកអានចេះតែជួដែលទៅមើលប្រាសាទនឹងខ្លួនឯងទៅកុំឲ្យគេបោកបានដែលទេពអប្សរទាំងអស់សុទ្ធតែខុសគ្នាហើយលើសពីនេះសាលាចារឹកផ្កាភ្ញីនៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អលើសពីក្បាច់ចម្លាក់នៅលើប្រាសាទអង្គរវត្តទៅទៀតគឺដូចជាក្បាច់ដែលបានឆ្លាក់លើប្រាក់លើស្ពាន់ដូច្នេះដែរបើតាមមគរទេសក៏វិញបញ្ជាក់ថាព្រះបាទជ័យវរ្ម័នទី5ទ្រង់ជាអ្នកកសាងប្រាសាទនេះដែលតាមសាលាចារឹកថាអសូបុរៈឈ្មោះត្រីភវតមហេស្រៈប្រែថាស្ពានព្រះសូរជាធំត្រៃភពប្រែថាបុរីព្រះសូរមិនមែនឈ្មោះបន្ទាយស្រីដូចយើងស្គាល់ទេប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធ3ជាន់មានទីលានរៀលថ្មវែងទៅទិសខាងកើតមានគោបុរាណប្រកបដោយក្បាច់វិចិត្រនៅចំកណ្ដាលទីលានមានរោងទងខ្វាត់ខ្វែងក្រឡាចត្រង់ចេញទៅខាងជើងមួយចេញទៅខាងត្បូង3សុទ្ធសឹងប្រកបដោយក្បាច់រចនាល្អវិចិត្រសប្តាហ៍ថ្ងៃនេះបាក់ធ្លាក់អស់ហើយសល់តែសសរជ្រុងច្រាងគួរឲ្យស្ដាយប្រាសាទបន្ទាយស្រីជាប្រាសាទមួយដែលមានក្បាច់រចនាយ៉ាងបញ្ចង់ឆើតឆាយមានសន្ទឹកភ្ញីវលេវិលវងល្អិតឆ្មាស្រស់រស់រវីកដែលមើលទៅគួរឲ្យនឹកគិតឥតមានក្តីស័យថាទេវតានិមមត់សន្លឹកក្បាច់មួយទងដែលវិលវងមូលក្រឡងអាចទាញភ្នែកកុយគុណមើលម្ដងហើយម្ដងទៀតនឹងឲ្យឈរត្រឹងភាំងភ្លេចខ្លួនជញ្ជក់មាត់ដោយសេចក្តីស្ងាយធ្វេដៃសម្ដែងឲ្យឃើញថាសម័យយកសាងប្រាសាទបន្ទាយស្រីនេះជាសម័យនៃការចេះដឹងស្ទាត់ជំនាញរបស់បុព្វបុរសខ្មែរនាសម័យនោះប្រាសាទបន្ទាយស្រីកន្លងមកត្រូវរងនៅភាពមហន្តរាយដោយសារតែសង្គ្រាមបានធ្វើឲ្យប្រាសាទបុរាណមួយនេះខូចខាតខ្ទេចខ្ទីអស់យ៉ាងច្រើនរបងកំពែងការពារខាងក្រៅត្រូវបានគេធ្វើការជីកកោះកាយរុករកវត្ថុបុរាណកាលពីអំឡុងប្រទេសស្ថិតនៅក្នុងសង្គ្រាមគំនរដុំថ្មប្រាសាទត្រូវទុករាយប៉ាយនៅមុខប្រាសាទទូប្រាសាទខាងក្នុងមួយភាគត្រូវបាក់បែកស្រុតត្រុតដែលមើលទៅគួរឲ្យសង្វេគ 3. សាលាចារឹកប្រាសាទបន្ទាយស្រីមានឈ្មោះថាត្រីភើនមហេស្វរៈ
ដែលមានន័យថាម្ចាស់នៃលោកទាំង3ស្ថាបនាឡើងក្នុងឆ្នាំ967នៃគ្រិស្តសករាជក្នុងព្រះបាទរាជេន្ទ្រវរ្ម័នទី2 944 1001 តាមសាលាចារឹកលេខ842នាចុងសតវត្សទី11តាមរយៈសាលាចារឹកសេកតាទុយបានសរសេរថាក្សត្រីព្រាហ្មណ៍នេះឈ្មោះយិញូរហៈប្រកបដោយជំនាញដឹងខ្ពស់ខាងវិទ្យាសាស្ត្រទទួលមុខងារជាសាស្ត្រាចារ្យខាងសិប្បនិយមនិងជារាជគ្រូទី1នៃព្រះមហាក្សត្រ4លក្ខណៈទូទៅសំណង់នានានៃប្រាសាទបន្ទាយស្រីរាយគ្នាសងខាងបន្ទាត់ទ្រូងមួយរត់ជួរកើតទៅលិចហើយអាចបែកចែកជាពីរផ្នែកទី1ផ្ដើមចេញពីខ្លោងទ្វារចុងខាងកើតដែលមានផ្លូវមួយប្រវែងរហូតដល់ទៅ67ម៉ែត្រចេញពីនោះមកផ្លូវដើរនេះអមដោយថែវរហូតដល់ចុងខាងលិចទើបមានអគារលាតប្រវែងសន្ទឹងទៅម្ខាងនៅសងខាងផ្លូវដែរតែដាច់ចេញថែវបន្តិចមានអគារលាតទាំងដែរគឺមួយនៅខាងជើងផ្លូវ3ទៀតនៅខាងត្បូងដើរតាមនេះមកតាមខ្លោងទ្វារនៃផ្លូវទី3ភ្លាមគឺយើងចេញមកផ្នែកទី2នៃប្រាសាទទាំងមូលហើយផ្នែកនេះមានទំហំ95ម៉ែត្រគុណនឹង110ម៉ែត្រហើយចែកចេញជារួតគ្នាពីក្រៅទៅក្នុងបរិវេណទី3នេះមានកសិនទឹកពាត់មួយជុំសិនទៅមកដល់ធ្លាទី2ដែលមានទំហំ38ម៉ែត្រគុណ42ម៉ែត្រឯកំពែងទី1រាប់ពីខាងក្នុងរាង4ជ្រុងស្មើមួយជ្រុងប្រវែង23.50ម៉ែត្រកំពែងនីមួយមានខ្លោងទ្វារនៅចំកណ្ដាលខាងកើតនិងខាងលិចឃ្លាទី2មានសំណង់បន្ទាប់បន្សំជាច្រើនព្រមទាំងសំណង់ផ្សេងទៀតអំពីឈើដែលសពថ្ងៃបាត់បង់អស់ហើយឃ្លាក្នុងបង្អស់ក៏ដូចគ្នាដែរក្នុងនោះមានទូប៉ុមកណ្ដាល3សាងនៅលើខឿនជាមួយគ្នា95ម៉ែត្រនៅកណ្ដាលមានទូប៉ុមមួយកម្ពស់54.530ម៉ែត្រដែលមានយោមួយជាមិនបល់ចេញមកខាងមុខនិងហោត្រីបែរទៅទិសខាងលិចនៅសងខាងមុខក្រុមប៉ុមទាំង3 5រចនាបថបន្ទាយស្រីបន្ទាយស្រីជាឈ្មោះនៃរចនាប្រាសាទមួយដែលជួនកាលគេភ្ជាប់ទៅនឹងរចនាប្រែរូបផងដែរព្រោះរចនាទាំងពីរនេះស្ថិតនៅក្នុងសម័យកាលប្រហាក់ប្រហែលគ្នាតែយ៉ាងណារចនាបន្ទាយស្រីមានលក្ខណៈពិសេសលើសគេនៅត្រង់ក្បាច់លម្អនោះគេសម្រេចចិត្តដាក់ឈ្មោះតែឯងនោះទៅមានប្រាសាទតិចតួចណាស់ដែលគេបញ្ចូលក្នុងរចនាបន្ទាយស្រីទាំងអស់មាន5ហើយសុទ្ធតែនៅក្នុងខេត្តសៀមរាបមានដូចជាប្រាសាទស្រឡៅប្រាសាទត្រពាំងខ្យងប្រាសាទសេកតាទុយនិងប្រាសាទតូចមួយដែលគេចាត់ទុកក្នុងរចនាបន្ទាយស្រីស្ថិតនៅខាងកើតប្រាសាទឃ្លាំងខាងជើងនិងទូប៉ុមកណ្ដាលប្រាសាទតុបខាងលិចដែលប្រាសាទទាំងពីរស្ថិតនៅក្នុងរាជធានីអង្គរធំមានតែប្រាសាទក្រោយនេះទេដែលសង់អំពីថ្មភក់ប្រាសាទឯទៀតសង់អំពីឥដ្ឋដោយមានផ្តែរនិងគ្រឿងលម្អទៀតឆ្លាក់លើថ្មជាធម្មតាហើយដែលខ្លះទៀតគេយកមកដាក់តាំងនៅសារមន្ទីរនានា5ការធ្វើកំណាយដើម្បីពិនិត្យឲ្យយល់អំពីស្ថានភាពក្រុមស្រៀបចំកម្មវិធីកំណាយជាលក្ខណៈទ្រង់ទ្រាយធំមួយតាមបុរាណវិទ្យាក្រៅពីទិន្នន័យបានមកពីស្ថានភាពគ្រឹះប៉មនានានិងអំពីប្រព័ន្ធបង្ហូរទឹកហើយដែលធ្វើឲ្យយល់មូលហេតុនៃការត្រួតត្រងនោះគេបានប្រទះឃើញវត្ថុព្រមទាំងស្លាកស្នាមបុរាណជាច្រើនទៀតពេលរើកម្រាលទីធ្លាខាងក្នុងគេប្រទះឃើញរន្ធបង្គោលឬសមួយចំនួនបង្ហាញថាពីមុនមកមានអគារអំពីឈើបន្ថែមលើសំណង់ថ្មនៃប្រាសាទនេះមើលទៅប្រហែលអគារឈើនេះសម្រាប់បម្រើការបូជាតែនេះគ្រាន់តែជាការស្មាននៅឡើយកម្រាលថ្មនៅឃ្លាតខាងក្នុងស្រុតដោយកន្លែងធ្វើឲ្យគេឃើញវត្តថ្មីទៀតដែលការពីពេលឆ្ការព្រៃស្ដារប្រាសាទព្រមទាំងពេលជួសជុលក្រោយមកនោះពុំបានប្រទះដូចជាថ្មចម្លាក់ទាំងដុំបំណែកចម្លាក់ខ្លះចម្លាក់សម្រាប់បញ្ចាំងប៉មនិងក្បាលរូបឆ្មាំប្រាសាទមួយផង6ផ្នែកដំបូលតាំងពីដើមរៀងមកដំបូលប៉មនិងហោត្រីតែងតែសង់ដោយតម្រៀបថ្មឬឥដ្ឋលាយគ្នាលើចេញពីមួយទៅមួយឡើងទៅលើយូរបន្តិចទាល់តែមកដល់ចុងសតវត្សទី10ទើបបច្ចេកទេសនេះរាលដាលយកមកសង់ជាដំបូលរោងទងនានាដែលមានកំណើតមកពីពេលនោះមកបច្ចេកទេសដំបូលនេះមានលក្ខណៈងាយស្រួលតែពុំសូវសុក្រឹតទេកាលណាដំបូលនោះធំរាងកោងរាងមូលពាក់កណ្ដាលកាលសម័យមុនអង្គរដោយសារទូប៉ុមច្រើនតែជាឥដ្ឋដំបូលប្រើបច្ចេកទេសនេះក៏ជាឥដ្ឋតែនៅសម័យអង្គរគេនិយមថ្មភក់ឃើញថាប្រាសាទបន្ទាយស្រីក៏ដូចសំណង់ឯទៀតនៅក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នដែរបានងាកមករកឥដ្ឋវិញប្រាសាទបន្ទាយស្រីហាក់មានការដ្ឋានពិសោធន៍មួយនៅសម័យនោះត្បិតរបៀបធ្វើដំបូលដែលខ្មែរអនុវត្តទាំងប៉ុន្មានមាននៅទីនោះឯ
អាគារត្រវែងនិងថែវសុទ្ធតែមានគ្រោងឈើនិងប្រក់ក្បឿងដែលមេជាងស្គាល់ជាទូទៅធម្មតាបើហៅត្រីទាំងពីរព្រមទាំងយកប៉មទាំងកណ្ដាលវិញប្រក់ឥតតាមរបៀបបើចេញពីក្រោមទៅលើដោយបាននិយាយពីមុនរីឯក្រុមប៉មកណ្ដាលខ្លងទ្វារខាងកើតទី1យកខ្លងទ្វារខ្លះនៅកំពែងទី2គឺប្រក់របៀបបើលើគ្នាដែរតែវត្ថុធាតុជាធម្មភក់ចាប់ពីខ្មែរចាប់កាន់ព្រះពុទ្ធសាសនាថេរវាទរវាងសតវត្សទី14មករបៀបប្រក់ថ្មនេះក៏ត្រូវបានបោះបង់ចោលទៅហើយគេក៏និយមប្រើគ្រុងដំបូលឈើប្រក់បឿងវិញព្រោះគេអាចធ្វើដំបូលធំគ្រប់ដណ្ដប់លើអគារដែលមានលំហទូលំទូលាយសម្រាប់មនុស្សមកខ្ចៅបុណ្យបូជាព្រះពុទ្ធអង្គបាន7ស្ថាបត្យកម្មឈើនិងថ្មជាប្រពៃណីរៀងមកស្ថាបត្យករខ្មែរពូកែការជាងឈើមិនថាគ្រឿងក្រងឬគ្រឿងបិទបាំងនោះទេលំនៅទូទៅរាប់បញ្ចូលទាំងព្រះរាជវាំងផងសង់អំពីឈើទាំងអស់មានន័យសំណង់ទាំងឡាយជាឈើប៉ុន្តែគ្មានអ្វីមួយនៅសល់មកដល់យើងឡើយសំណង់ថ្មឆ្លុះបញ្ចាំងប្រពៃណីស្ថាបត្យកម្មឈើនេះឯងធ្លាប់គុំឈើរបៀបណាក៏យករបៀបបែបមកអនុវត្តលើថ្មរហូតដល់សតវត្សទី12គ្រោងទ្វារបង្អួចគុំគ្នាតាមបង្គំឈើដែលមានមុំ45អង្សាយហុកមកញៀតបញ្ចូលគ្នាសសរនិងចម្រឹងជើងទៀននៃបង្អួចសុទ្ធសឹងយកមកបញ្ចូលបន្ទះថ្មមេដោយប្រើដំណាប់ញីឈ្មោលជើងទៀនទាំងនេះសុទ្ធសឹងក្រឡឹងមិនខុសពីចម្រឹងវាជើងទៀនឈើឡើយសូម្បីតែគ្រឿងក្នុងក៏ឥទ្ធិពលឈើជះមកលើថ្មដែរប្រាសាទបន្ទាយស្រីដែលសាងឡើងในផ្នែកទី2នៃសតវត្សទី10នេះឆ្លុះបញ្ចាំងឃើញច្បាស់ណាស់អំពីការអនុវត្តត្រឹមត្រូវនៃបច្ចេកទេសឈើទៅលើថ្មក្រោយមកនៅសម័យបាយ័ននាចុងសតវត្សទី12គេបោះបង់ការចម្លងនេះច្រើនដើម្បីចំណេញត្បិតកម្មវិធីសាងសង់នៃព្រះបាទជ័យវរ្ម័នទី7ធំធេងណាស់8ប្រភពថ្មភក់ប្រើនៅតំបន់អង្គរគេយកមកពីជើងភ្នំគូលែនដែលស្ថិតនៅរវាងប្រមាណ30គីឡូម៉ែត្រពីឧទ្យានបុរាណគេឃើញមានកន្លែងយកថ្មផ្សេងជាអាចនៅខាងជើងប្រាសាទបេងមាលាគេមានប្រទះឃើញខ្លះដែរកន្លែងមានថ្មផ្កាឈូកនេះតែមានសមាសភាពលម្អិតនៃថ្មនោះមិនដូចថ្មបន្ទាយស្រីឡើយខ្ពង់រាបជួរភ្នំគូលែននៅមានស្រទាបផ្នែកខាងលើមានថ្មផ្កាឈូកកម្រាស់ប្រមាណ20ម៉ែត្រថ្មនេះហើយដែលគេយកមកសាងសង់ប្រាសាទបន្ទាយស្រីគឺមានទីតាំងស្ថិតនៅក្បែរភ្នំដីដែលមានទីតាំងស្ថិតនៅក្បែរប្រាសាទបន្ទាយស្រីនេះគេប្រទះឃើញអន្លង់ជម្រៅប្រមាណ10ម៉ែត្រនៅក្បែរជើងភ្នំដីពោលមានចម្ងាយប្រមាណ3គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រីចំណែកថ្មបាយក្រៀមក៏បានយកពីទីតាំងក្បែរនោះផងដែរចំណេះដឹងតាក់ទងនឹងប្រាសាទបន្ទាយស្រីសូមចប់តែត្រឹមនេះសូមអរគុណដល់បងប្អូនយាយតាទាំងអស់ដែលបានស្ដាប់ដើម្បីទុកជាចំណេះដឹងទៅសូមអរគុណ